ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិបានព្រមានថាប្រទេសយេម៉ែននៅពេលនេះកំពុងខិតជិតទៅរកការផ្ទុះសង្គ្រាមពេញទំហឹងជាថ្មីម្ដងទៀតជាងពេលណាទាំងអស់ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ2022ត្រូវបានសម្រេចលោក Hans Grundberg ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសយេម៉ែនបានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី13ខែសីហាថាសកម្មភាពយោធាបានកើនឡើងយ៉ាងខ្លាំងក្លានៅតាមបណ្ដោយខ្សែត្រៀមជាមុខដែលធ្លាប់តែស្ងប់ស្ងាត់របស់ប្រទេសយេម៉ែនក្នុងរយៈពេលប្រមាណថ្ងៃថ្មីៗនេះដោយមានការបើកការវាយប្រហារបង្កឲ្យមានការបាត់បង់ជីវិតនៃជនស៊ីវិលនិងយោធាជាច្រើនអ្នកចំណែកក្រុមទាហានចម្បាំង Houthi ដែលមាននិន្នាការទៅរកប្រទេសអ៊ីរ៉ង់បានវាយប្រហារប៉ះទង្គិចគ្នាជាមួយនឹងកងទ័ពរបស់រដ្ឋាភិបាលក្នុងតំបន់ Marib, Habremok, Al-Maka និងតំបន់មួយចំនួនទៀតកងកម្លាំងរបស់រដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុង Aden បានរាយការណ៍ថាពួកគេបានវាយបកទៅលើក្រុម Houthi វិញនៅទីក្រុងតៃកាលពីថ្ងៃពុធដោយរដ្ឋាភិបាលបានរាយការណ៍ពីការវាយប្រហារដោយកាំភ្លើងធំ drone ប្រឆាំងទៅនឹងកងកម្លាំងរបស់ក្រុម Houthi នៅក្នុងខេត្តជាច្រើនថែមទៀតកាលពីថ្ងៃពុធប្រមុខក្រុមប្រឹក្សាកម្ពុជាដឹកនាំដោយប្រធានាធិបតីយេម៉ែនបានថ្លែងថារាល់សកម្មភាពទាំងអស់បានធ្វើឡើងដោយក្រុម Houthi នឹងត្រូវជួបប្រទះនូវការឆ្លើយតបវិញយ៉ាងខ្លាំងក្លាឬការទប់ស្កាត់ជាដាច់ខាតចំពោះទង្វើរបស់ក្រុម Houthi ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិបានអំពាវនាវដល់ភាគីចំនួនទាំងអស់ឲ្យកាត់បន្ថយភាពតានតឹងជាបន្ទាន់និងរួមគ្នាឆ្ពោះទៅរកការបង្កើនបទឈប់បាញ់ដ៏រឹងមាំមួយវិញលោក Grundberg បានប្រមានថាការវាយប្រហារជាថ្មីរបស់ក្រុម Houthi ទៅលើនាវាដឹកជញ្ជូននៅក្នុងសមុទ្រក្រហមក៏អាចប្រឈមនឹងការទាញប្រទេសយេម៉ែនឲ្យចូលទៅក្នុងជម្លោះក្នុងតំបន់ដ៏ធំដែលកំពុងកើតឡើងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ផងដែរលោក Grundberg បានសង្កត់ធ្ងន់លើតម្រូវការក្នុងការស្វែងរកការកាត់បន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ចសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសយេម៉ែនដែលត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារតែសង្គ្រាមស៊ីវិលអស់រយៈពេលមួយទសវត្សរ៍កន្លងមកក្នុងទិសដៅនេះលោកបានជំរុញឲ្យភាគីជម្លោះទាំងសងខាងសហការគ្នាដើម្បីធានាថានាវាពាណិជ្ជកម្មអាចបន្តចូលចតនៅក្នុងកំពង់ផែនានារបស់ប្រទេសយេម៉ែនបើកផ្លូវឲ្យមានការនាំចេញប្រេងឡើងវិញនិងចាប់ផ្ដើមឲ្យជើងយន្តហោះពាណិជ្ជកម្មបានធ្វើដំណើរការឡើងវិញនៅព្រលានយន្តហោះ Sana ដែលគ្រប់គ្រងដោយក្រុម Houthi